ខ្ញុំសូមធ្វើការបញ្យល់ក៏ដូចជាណែនាំបងប្អូនតាក់ទងជាមួយនឹងការរៀនវគ្គគ្រប់គ្រងទៅលើអាជីវកម្មប្រចាំយើងបងប្អូនខ្លះក៏សួរខ្ញុំថាគាត់រៀនបានតិចគាត់អត់ចេះភាសាគាត់អត់ចេះកុំព្យូទ័រហើយគាត់រៀនអត់បានចាប់បរិញ្ញាទេតើគាត់រៀនបានដែរឬទេយើងខ្ញុំសូមសម្រាយក៏ដូចជាបញ្យល់ទៅកាន់បងប្អូនទាំងអស់គ្នាថានៅក្នុងវគ្គគ្រប់គ្រងទៅលើអាជីវកម្មប្រចាំនេះគឺខ្ញុំអត់ផ្ដោតទៅលើបងប្អូនដែលគាត់ចេះភាសាគាត់ចេះកុំព្យូទ័រឬក៏បងប្អូនដែលរៀនចប់មិនចប់ទេកន្លែងនេះពីព្រោះនេះគឺជាវគ្គបណ្ដុះបណ្ដាលវគ្គខ្លីដែលយើងហៅថា short course យើងនៅក្នុងវគ្គខ្លីនេះគឺខ្ញុំចង់ជំរាបបងប្អូនថាគឺយើងទទួលបានទាំងអស់ពីព្រោះបងប្អូននឹងបានទទួលការបណ្ដុះបណ្ដាលពីខ្ញុំផ្ទាល់យើងតាក់ទងជាមួយនឹងការគ្រប់គ្រងអាជីវកម្មតែប៉ុន្តែខ្ញុំអត់មានចង់ជំរុញបងប្អូនទេក៏ប៉ុន្តែប្រសិនបើខ្ញុំនិយាយថាប្រសិនបើបងប្អូនជាអ្នករកស៊ីចងការប្រាក់លក្ខណៈគ្រួសារជាលក្ខណៈប្តីប្រពន្ធកូននៅតាមស្រុកភូមិប្រសិនបើមានលទ្ធភាពប្រសិនបើអាចខ្ញុំលើកទឹកចិត្តឲ្យមករៀនកន្លែងនេះមិនមែនខ្ញុំបង្ខំឬក៏ខ្ញុំចង់បានលុយបងប្អូនទេក៏ប៉ុន្តែខ្ញុំចង់លើកទឹកចិត្តថាប្រសិនបើបងប្អូនរកស៊ីដោយមិនមានចំណេះជំនាញបងប្អូនរកស៊ីដោយមិនបានរៀនដោយមិនមានក្បួនច្បាប់ក្បួនខ្នាតទេខ្ញុំហ៊ាននិយាយបានថាការរកស៊ីបងប្អូនយូរទៅធុញយូរទៅលេងចង់ធ្វើអញ្ចឹងបងប្អូនទៅមើលអ្វីដែលខ្ញុំចង់បញ្យល់ក៏ដូចជាណែនាំបន្ថែមកាលណាប្រសិនបើបងប្អូនបានរៀនមានន័យថាបងប្អូនកំពុងតែមានចំណេះមួយទីមួយបងប្អូនបានយល់ដឹងឧទាហរណ៍ធ្លាប់តែយើងរកស៊ីអ្នកខ្លះរកស៊ីលក្ខណៈគ្រួសារហ្នឹងជួនកាលគេអត់មានអីដាក់សោះចេះតែធ្វើកិច្ចសន្យាមិនដឹងថាកិច្ចសន្យាហ្នឹងចងដោយយ៉ាងម៉េចតើថ្ងៃក្រោយយើងមានទម្ងន់ធ្ងន់ដែរឬទេប្រសិនបើយើងប្តឹងពីកន្លែងនេះណាអញ្ចឹងមានន័យថាប្រសិនបើយើងបានរៀនយើងយល់ដឹងច្រើនខ្ញុំលើកឧទាហរណ៍ទី1បងប្អូននៅពេលដែលគេដាក់ទ្រព្យប្រចាំបងប្អូនចេះវាយតម្លៃទ្រព្យថាតើទ្រព្យហ្នឹងអាចលក់បានប៉ុណ្ណាឃើញទេក្នុងទីផ្សារបច្ចុប្បន្នយើងគួរតែយកតម្លៃណាបញ្ចាំហើយនៅពេលដែលគាត់អត់មកលក់សំទោសអត់មកលក់តើទ្រព្យហ្នឹងអាចលក់សងបំណុលយើងបានដែរឬទេកន្លែងនេះតើនៅពេលដែលគាត់អត់មកលក់ឬក៏គាត់អត់លទ្ធភាពយើងហៅអតិថិជនហ្នឹងមកលក់ម៉ូតូហ្នឹងតើពេលលក់ហ្នឹងគ្រប់សងយើងឬក៏អត់អញ្ចឹងវាជារឿងមួយដែលសំខាន់ដែលបងប្អូនត្រូវតែរៀនត្រូវតែយល់ដឹងអំពីការសិក្សានៅការគ្រប់គ្រងទៅលើការវិស័យប្រចាំហ្នឹងអញ្ចឹងមួយទៀតប្រសិនបើយើងមិនមានចំណេះជំនាញលើអាហ្នឹងដូចខ្ញុំនិយាយខាងដើមមិញថាយូរទៅបងប្អូនធុញហើយនៅពេលដែលជាពាក់គេដែលជាពាក់យើងទាលុយគេអត់បានតើយើងមានវិធីសាស្ត្រអ្វីនៅក្នុងការធ្វើវាកន្លែងនេះអញ្ចឹងបានខ្ញុំជំរាបក៏ដូចជាលើកទឹកចិត្តថាត្រូវតែរៀនសូមកុំមានអារម្មណ៍មួយថាអូតម្លៃនេះថ្លៃឬក៏បងប្អូនខ្លះគាត់ថាឆ្ងាយតាមពិតបងប្អូនខ្ញុំចង់ជំរាបចេះយើងត្រូវចាំប្រសិនបើវាជាអ្វីដែលយើងចាំបាច់វាជាអ្វីដែលយើងត្រូវតែយល់ដឹងនៅថ្ងៃក្រោយខ្ញុំលើកទឹកចិត្តបងប្អូនកុំថាឡើយតម្លៃកុំថាឡើយចម្ងាយបើយើងនិយាយទៅវានៅក្នុងស្រុកខ្មែរយើងទេហើយវាអត់មានជារឿងអីមួយដែលយើងត្រូវ concern ឬក៏ពិបាកច្រើនឬគិតច្រើនទេជឿខ្ញុំពេលខ្លះចង់ធ្វើកិច្ចការធំសំបីតែរឿងការចំណាយយើងមិនហ៊ានចំណាយឬក៏គ្រាន់តែចាយពេលវេលានៅក្នុងការមកសិក្សាមកស្វែងយល់យើងមិនហ៊ានសំណួរសួរថាតើថ្ងៃក្រោយយើងនឹងអាចរីកចម្រើនទៅលើជីវកម្មយើងដែរទីណាកន្លែងនេះណាពីព្រោះសំបីតែពេលវេលាយើងអត់មានហើយបើនិយាយពីថវិកាខ្ញុំគិតថាវាជាថវិកាមួយខ្ញុំគិតថាបងប្អូនទោះបីជាមិនចាយទៅលើការរៀនក៏បងប្អូនគាត់ទៅទិញសម្ភារៈអ្វីមួយនោះវាអស់ហើយទាំងកាបូបស្បែកជើងឬក៏របស់របរឲ្យប្រើប្រាស់មួយនោះក៏អស់ហើយអញ្ចឹងពីខ្ញុំលើកទឹកចិត្តថាទោះបីជាពេលវេលាឬក៏ចម្ងាយនឹងវាឆ្ងាយបងប្អូនត្រូវតែចាយវាបន្តិចចុះព្យាយាមបន្តិចកន្លែងនេះប្រសិនបើយើងនៅតែគិតដល់ចំណុចហ្នឹងខ្ញុំគិតថាបងប្អូនអត់រីកចម្រើនទេខ្ញុំហ៊ាននិយាយយ៉ាងបងប្អូនត្រូវចាំចេះការរកស៊ីការធ្វើអ្វីមួយក៏ដោយយើងមិនមែន
គ្រាន់តែរឿងប៉ុណ្ណឹងយើងគិតថាជាឧបសគ្គគ្រាន់តែប៉ុណ្ណឹងយើងគិតថាវាជារឿងមួយដែលយើងទៅមិនបានវាជាបញ្ហាសំណួរសួរខ្លួនឯងថាតើយើងចង់រីកចម្រើនទេយើងចង់មានបានទេយើងចង់ឲ្យខ្លួនឯងរឹងមាំទេយើងចង់ឲ្យខ្លួនឯងជាមនុស្សម្នាក់ថ្ងៃក្រោយមានឯករាជ្យភាពទេvậyនេះយើងគ្រាន់តែរឿងប៉ុណ្ណឹងបងប្អូនមិនអាចធ្វើបានចុះទៅរំរឿងការងារធំនេះខ្ញុំសូមបញ្យល់អញ្ចឹងណាតែខ្ញុំបញ្ជាក់មកវិញថាមិនមែនជាការបង្ខំហើយក៏មិនមែនជាការជំរុញដែរកន្លែងនេះតែខ្ញុំចង់ឲ្យបងប្អូនរំញោចទៅបងប្អូនវិញថារឿងខ្លះកុំសេមអាសាមកុំសាំយ៉ាំកុំគិតអារឿងដែលបញ្ហាប៉ុណ្ណឹងយើងគិតថាយើងធ្វើមិនបានអាហ្នឹងអត់ទៅមុខមួយទេខ្ញុំចង់ជំរាបចឹងអញ្ចឹងនៅក្នុងការរៀននេះបងប្អូននឹងទទួលបានអ្វីពីខាងខ្ញុំវិញទី1បងប្អូននឹងបានដឹងអំពីការចេះធ្វើផែនការសម្រាប់ក្រុមហ៊ុនប្រចាំរបស់បងប្អូនទី2បងប្អូនចេះគ្រប់គ្រងទៅលើបុគ្គលិកទី3បងប្អូនចេះទៅលើគ្រប់គ្រងហិរញ្ញវត្ថុទី4បងប្អូននឹងយល់ដឹងអំពីការធ្វើទីផ្សារប្រកួតប្រជែងទី5បងប្អូននឹងយល់ដឹងអំពីការការពារហានិភ័យនៅពេលដែលក្រុមហ៊ុនយើងជួបវិបត្តិឧទាហរណ៍ថាអតិថិជនកើនឡើងវាថាយឺតកើនឡើងចំណូលធ្លាក់តើយើងគួរតែមានវិធីក្នុងបង្ការការពារដោយវិធីណាអានោះចំណុចទី5ឃើញទេដូច្នេះអ្វីដែលខ្ញុំចង់ឲ្យបងប្អូនទទួលបានអ្វីដែលខ្ញុំចង់ឲ្យបងប្អូនចេះគឺទាំងអស់ហ្នឹងហើយជាពិសេសនៅពេលដែលយើងរកស៊ីដោយគ្មានចំណេះជំនាញគ្មានបទពិសោធន៍តើយើងរកស៊ីបានយូរអង្វែងដោយវិធីណាកន្លែងនេះណាទោះបីជាការចាយពេលវេលានិងថវិកាប៉ុណ្ណឹងតើបងប្អូនបានផលប្រយោជន៍អ្វីពីខ្ញុំទី1បងប្អូនបាន5ចំណុចហ្នឹងហើយចេះធ្វើផែនការចេះគ្រប់គ្រងបុគ្គលិកចេះធ្វើផែនការហិរញ្ញវត្ថុចេះធ្វើទីផ្សារប្រកួតប្រជែងបងប្អូននឹងយល់ដឹងអំពីទី5គឺការពារហានិភ័យនៅពេលដែលមានបញ្ហាណាមួយកើតឡើងឧទាហរណ៍បើអតិថិជនមិនបង់យើងត្រូវធ្វើម៉េចប្តឹងតើប្តឹងនីតិវិធីយ៉ាងម៉េចហើយនៅពេលដែលយើងខ្វះទុនថ្ងៃក្រោយយើងត្រូវធ្វើម៉េចនៅពេលដែលយើងគៀងគោអ្នកវិនិយោគឬក៏អ្នកចូលហ៊ុនជាមួយយើងតែយើងត្រូវធ្វើម៉េចឃើញទេហើយបន្ទាប់ពីបងប្អូនបាន5ចំណុចពីខ្ញុំបងប្អូនបានអ្វីទៀតពីក្រុមជាមួយនឹងក្រុមអ្នកដែលចូលរួមសិក្ខាសាលាជាមួយយើងមករៀនជាមួយយើងសិក្ខាកាមបងប្អូនមានទំនាក់ទំនងជាមួយនឹងមនុស្សថ្មីបងប្អូនបានស្គាល់អំពីមិត្តភ័ក្តិថ្មីហើយនឹងបានដឹងអំពីប្រវត្តិនៃការងារក៏ដូចជាអាជីវកម្មរបស់គាត់ផ្សេងគ្នាឃើញទេហើយមួយទៀតបងប្អូននៅតែមានទំនាក់ទំនងល្អជាមួយនឹងក្រុមសិក្ខាកាមក៏ដូចជានៅមានខ្ញុំមួយអាចថាជាគ្រូបង្គោលប្រសិនបើបងប្អូនថ្ងៃក្រោយបើករកស៊ីបងប្អូនមានយោបល់បងប្អូនមានបញ្ហាណាមួយត្រូវការឲ្យខ្ញុំផ្ដល់ជាយោបល់ឲ្យខ្ញុំផ្ដល់ជាគំនិតយើងនៅតែមានទំនាក់ទំនងឃើញទេអញ្ចឹងទាំងអស់ហ្នឹងបើខ្ញុំចង់ឲ្យបងប្អូនថារៀនចាយពេលវេលារៀនចំណាយលុយប្រសិនបើយើងចង់ដឹងអ្វីមួយប្រសិនបើយើងចង់ចេះអ្វីមួយកន្លែងនេះប្រសិនបើយើងគ្មានការតាំងចិត្តទេប្រសិនបើយើងមិនហ៊ានលះបង់ទេក៏បងប្អូនអត់មានការរីកចម្រើនដែរកន្លែងនេះណាអញ្ចឹងបានខ្ញុំហេតុអីបានខ្ញុំព្យាយាមធ្វើវីដេអូ5ឆ្នាំនេះខ្ញុំចង់ជម្រាបបងប្អូន5ឆ្នាំនេះប្រសិនបើខ្ញុំគ្មានគោលដៅគ្មានចក្ខុវិស័យរបស់ខ្ញុំមានបងប្អូនជាច្រើនណាស់ដល់ពេលដែលខ្ញុំចាប់ផ្ដើមធ្វើវីដេអូពីថ្ងៃដំបូងខែទី1ខែទី2ឆ្នាំទី1ឆ្នាំទី2មានការពេបជ្រាយច្រើនមានការរិះគន់ច្រើនមានការបញ្ចាច់បញ្ចោលច្រើនសំណួរសួរថាតើខ្ញុំបោះបង់ទេគឺអត់បោះបង់ទេទេអញ្ចឹងរហូតដល់ខ្ញុំធ្វើដល់រយៈពេល5ឆ្នាំនេះខ្ញុំបានទទួលក៏ដូចជាបានឃើញនឹងបងប្អូនថ្មីដែល comment សួរខ្ញុំដែលឆាតមកសួរយោបល់ខ្ញុំកន្លែងនេះធ្វើឲ្យខ្ញុំសប្បាយចិត្តឃើញទេអញ្ចឹងបានខ្ញុំចង់ត្រឡប់ទៅវិញថាឲ្យបងប្អូនត្រូវតែមានការលះបង់ខ្លះជាថវិកាឬក៏ជាពេលវេលាប្រសិនបើបងប្អូន
trong rít chấm ra nơi chấm nào mùi hỏi mẹ nơi ca riêng ní tôi để bom ôn bao cơm hôn về trăm mình bom ôn màu riêng ní rồi sân bài dương trong miên chấm đẻ đằng rồi sân bài dương trong miên tầm nhẹ tầm nông là ó nơi không có đóng chấm mùi đâu mình nút bay thứ mày chấm cái ta ca chai lùi $80 hay nâng ca đã nâng em xem ưu tỷ hổ chấm cái ta trời tay chấm này tôi bay mùi pê lắm mà rồi hà được đi rồi rồi nói bom ôn trái cho đàm bay thì mùi ban squad mà lúc thay thì mày thì pi ban miên tầm nhẹ tầm nông là thì bay cứ ban squad sống hay chỉ bị dễ dương nơi tay đã xa mẹ tầm nông chưa được rồi hồn thấy nhé hai bài dây bị khiêm với nhé và bọn này ca riêng bị khiêm ao tầm miên sọt kho bom ôn mưa sẽ giảm bật được không chấm của họ không phê của khiêm còn ta sẽ giảm bật được bọc khiêm chất hà học sắp sửa lập hỏi sức từ khiêm riêng sọt kho cho nó nào chỉ vì vậy là Phnom Penh khiêm làm riêng cho nó thấy dân ban khiêm trăng chỉ biết tham vì ở miền nước ấy thời bị bạ thì ở quay đây bị bạ cứ dương mình chọn dân trong lực được chật riêng là bằng trong này về lý rước cột thảo cá làm mấy bàn trong này đắng bàn mật hẹn thứ mấy hai nâng miên cùng đất thuê sầm đẹp cả nghĩa sầm đẹp chiều cầm nó bọc lụt này chẳng phải sân bảo bom phun miên trên đảo rắm ai chat kẹt tôn mọc page hoặc trong của bạn trong rất tay đọc ram nhẹ tí lấy riêng từ tua bàn bay đẹp hơn sau mấy hôm từ tua bàn bay đẹp hơn trong phồng sau mấy lớn từ tua bàn bay đẹp chẳng là so đọc pi đẹp tiết trong được bệnh chẳng là trong sông bàn đằng tròn số một con